សេចក្តីណែនាំស្តីពីការប្រើប្រាស់ស្លាកសញ្ញានៅលើផលិតផលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មានកិត្តិយសសូមជម្រាបជូនម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសនិងសិប្បកម្មជ្រាបថាបច្ចុប្បន្នក្រសួងបានពិនិត្យឃើញផលិតផលក្នុងស្រុកនិងផលិតផលនាំចូលមួយចំនួនត្រូវបានបោះពុម្ពនិងឬបានបិទនិមិត្តសញ្ញារបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ឬក្រសួងអតីតនៅលើផលិតផលរបស់ខ្លួនដែលបង្កឲ្យមានការបន្ទើសង្ស័យនិងការភ័ន្តច្រឡំអំពីប្រភពកម្មសិទ្ធិនិងការទទួលខុសត្រូវលើផលិតផលដើម្បីចូលរួមលើកកម្ពស់សុចរិតភាពនិងភាពច្បាស់លាស់ព្រមទាំងធានាបាននូវការបិទស្លាកសញ្ញានៅលើផលិតផលឲ្យបានត្រឹមត្រូវតាមស្តង់ដារជាតិក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សូមរំលឹកនិងធ្វើការណែនាំឡើងវិញដូចខាងក្រោម1. រាល់ផលិតផលដែលចរាចរនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមតាមស្តង់ដារកម្ពុជាស្តីពីផលិតផលនិងស្តង់ដារកម្ពុជាស្តីពីការបិទស្លាកសញ្ញាផលិតផល CS 001-2000 2. មិនត្រូវបោះពុម្ពនិងឬបិទនិមិត្តសញ្ញារបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ឬក្រសួងអតីតនៅលើស្លាកសញ្ញាផលិតផលឬនៅសម្បកវេចខ្ចប់ឡើយ 3. មិនត្រូវបោះពុម្ពនិងឬបិទសញ្ញាស្តង់ដារកម្ពុជាដោយមិនមានអាជ្ញាប័ណ្ណប្រើប្រាស់សញ្ញាស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ឡើយ 4. ត្រូវបញ្ឈប់ការប្រើប្រាស់និមិត្តសញ្ញារបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ឬបិទសញ្ញាស្តង់ដារកម្ពុជាដោយគ្មានអាជ្ញាប័ណ្ណប្រើប្រាស់សញ្ញាស្តង់ដារកម្ពុជានៅលើផលិតផលក្នុងស្រុកនិងផលិតផលនាំចូលទទួលបានសេចក្តីណែនាំនេះម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសនិងសិប្បកម្មទាំងអស់ត្រូវសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ